ដែលជាគ្រឿងការពារដែលព្រះសម្មាសម្ពុទ្ធបានអនុញ្ញាតហ្នឹងយើងត្រូវដឹងថាបរិត្តនីមួយៗដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងថាតើបរិត្តហ្នឹងជួយទៅលើផ្នែកអីតោះនេះបានថាទី1យើងត្រូវដឹងផងថាតើបរិត្តហ្នឹងដែលព្រះសម្មាសម្ពុទ្ធបានសម្ដែងហ្នឹងបរិត្តហ្នឹងជួយផ្នែកអីនៅពេលណាដែលយើងយល់អំពីអត្ថន័យបរិត្តនីមួយៗហើយឧទាហរណ៍ឥឡូវយើងចង់និមន្តលោកមកសូត្របរិត្តមកចម្រើនបរិត្តមកពោលបរិត្តនិមន្តមកផ្ទះរបស់យើងអញ្ចឹងទៅឬក៏ពេលខ្លះទៀតយើងសូត្រខ្លួនឯងក៏បានដែរបើសិនយើងចេះយើងទន្ទិញចាំឬក៏យើងពោលអធិដ្ឋានមិនចាំបាច់ចាំក៏បានយើងមើលសភៅក៏បានដែរក៏ប៉ុន្តែឲ្យយើងចិត្តរបស់យើងនឹករលឹកដល់នៅក្នុងចំណុចហ្នឹងឥឡូវឧទាហរណ៍ថាយើងនិមន្តលោកមកចុះអញ្ចឹងនៅពេលណាដែលយើងនិមន្តលោកមកយើងត្រូវតែអារាធនាលោកឲ្យត្រូវលោកពោលបរិត្តនៅពេលដែលលោកវត្តជាយនៅបរិត្តពោលនៅព្រះបរិត្តក៏ប៉ុន្តែបរិត្តព្រះសម្មាសម្ពុទ្ធឲ្យយើងចម្រើនជាប្រចាំធ្វើជាប្រចាំផ្សាយមេត្តារឿយមិនមែនយើងមកនិមន្តលោកមកម្ដងឲ្យចប់អត់ទេព្រោះហេតុអីបាទព្រោះតាមធម្មតាយើងត្រូវដឹងថាក្រសែមេត្តារបស់មនុស្សយើងរបស់ខ្លួនរបស់យើងផ្ទាល់រួមទាំងដែលយើងនិមន្តលោកមកសូត្រហ្នឹងក្រសែមេត្តារបស់លោកពេលខ្លះអាចនឹងមិនទាន់ប្រកបជាក់ច្បាស់ទៅដល់ប្រភេទអមនុស្សឬក៏សត្វទាំងឡាយនោះទេឬក៏ពេលខ្លះនៅក្នុងគណៈពេលដែលលោកកំពុងតែសូត្រហ្នឹងលោកអត់បានបង្អោនចិត្តនៅក្នុងការបញ្ជូនក្រសែចិត្តណាបញ្ជូនក្រសែមេត្តាទៅក្រសែមេត្តាហ្នឹងអត់បានទៅដល់នៅវេលាហ្នឹងក៏អត់ទាន់បានផលដែរអត់ទាន់បានផលច្រើនណាអញ្ចឹងវាធ្វើឲ្យយើងរៀងលំបាកបន្តិចយើងត្រូវធ្វើជាប្រចាំយើងចង់និមន្តលោកឲ្យមកចម្រើនព្រះបរិត្តក៏បានឬក៏យើងសូត្រដោយខ្លួនឯងក៏បានឬក៏យើងពេលខ្លះទៅយើងគិតថារៀងលំបាកយកបរិត្តមកចាក់ស្ដាប់ក៏បានដែរហើយបើសិនជាព្រះបរិត្តហ្នឹងគឺជាសម្លេងដែលកើតចេញអំពីលោកដែលមានក្រសែមេត្តាល្អណាវាក៏បានផលល្អទៅតាមហ្នឹងឥឡូវខ្ញុំលើកអំពីបរិត្តមួយចំនួនដែលយើងគួរតែសូត្រឬក៏យើងគួរតែនឹកដល់ឬក៏យើងគួរតែមាននៅរបស់ណាមួយដែលមានបញ្ចុះនៅបរិត្តទាំងអស់ហ្នឹងឬក៏ពេលខ្លះទៀតយើងអាចនឹងទៅនិមន្តលោកមកយើងចង់ឲ្យលោកសូត្រនៅបរិត្តណាមួយដែលជាទិសដៅដែលយើងចង់ផ្ដោតក៏បានដែរតោះនេះបាទអារាធនាលោកសូមឲ្យលោកម្ចាស់ពោលនៅបរិត្តឈ្មោះនេះក៏បានដែរឲ្យលោកពោលឲ្យលោកសូត្រមិនមែនបញ្ជាក់ឲ្យលោកធ្វើបរិត្តទេណាហាមតែប្រើពាក្យថាធ្វើតោះនេះបាទឲ្យលោកសូត្រឲ្យស្ដាប់ឲ្យលោកពោលឲ្យស្ដាប់ឲ្យលោកស្វាត់ជាឲ្យស្ដាប់ឬក៏លោកអធិប្បាយបរិត្តនឹងឲ្យស្ដាប់ក៏បានដែរអញ្ចឹងបរិត្តដែលយើងគួរតែសិក្សាទាំងមនុស្សក៏ត្រូវការទេវតាក៏ត្រូវការទី1គឺមង្គលសូត្របាទមង្គលសូត្រគឺជាបរិត្តមួយដែលនិយាយអំពីមង្គលទាំង38ប្រការដែលទេវតាហ្នឹងគឺចង់ដឹងថាតើមនុស្សទេវតាហ្នឹងធ្វើម៉េចដើម្បីឲ្យមានមង្គលអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏បានសម្ដែងអំពីមង្គលសូត្រ38ប្រការហ្នឹងអញ្ចឹងយើងយក38ប្រការហ្នឹងយកមកប្រើជាវិធីនៅក្នុងជីវិតរបស់យើងផងហើយទេវតានៅពេលណាដែលគេដឹងគេក៏ចង់ដំណើរជីវិតទៅតាម38ប្រការហ្នឹងដូចគ្នាបានន័យថាអមនុស្សក៏ត្រូវការដំណើរជីវិតមនុស្សយើងក៏ត្រូវការដំណើរជីវិតគ្រប់គ្នាដែលមិនទាន់បានត្រាស់ដឹងធម៌ខ្លាយទៅជាព្រះអរិយបុគ្គលទេគឺត្រូវការដំណើរជីវិតឲ្យល្អប្រសើរដូចគ្នាទាំងជាតិនេះហើយនឹងជាតិភពបន្តទៀតរហូតដល់ជាតិចុងក្រោយព្រះនិព្វានអញ្ចឹងទៅអញ្ចឹងទី1នោះគឺមង្គលសូត្រចងចាំកន្លែងហ្នឹងណាបាទគឺជាការដោះស្រាយប្រស្នារបស់ទេវតាធ្វើយ៉ាងណាដើម្បីឲ្យជីវិតរបស់យើងនឹងមានមង្គលទី2ធម្មចក្រកប្បវត្តនសូត្រគឺជាធម៌ដែលព្រះអង្គបានត្រាស់ដឹងដែលបានសម្ដែងវគ្គដំបូងគេបន្ទាប់ពីព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គសម្ដែងទៅដល់បញ្ចវគិទាំង5បានត្រាស់ដឹងហើយព្រះអង្គសម្ដែងទៅដល់បញ្ចវគិទាំង5ធ្វើឲ្យទេវតាទាំងឡាយមើលលោកធាតុបានស្ដាប់បានន័យថាពេលដែលព្រះអង្គសម្ដែងធម៌លើកទី1ហ្នឹងមនុស្សមានតែ5នាក់ទេប៉ុន្តែទេវតាសែនកោតចក្រវាលអញ្ចឹងគឺជាធម៌ដំបូងដែលព្រះអង្គបានត្រាស់ដឹងឡើងនៅក្នុងលោកព្រះអង្គបានសម្ដែងហើយមានទេវតាអមនុស្សខ្លះនៅពេលណាដែលស្ដាប់ធម៌ទី1នឹងហើយគឺអាចសម្រេចធម៌តែម្ដងបានត្រាស់ដឹងតែម្ដងក៏ប៉ុន្តែសម្រាប់ទេវតាខ្លះអមនុស្សខ្លះអត់ទាន់មានសទ្ធាណាអញ្ចឹងត្រូវសិក្សាពីមង្គលសូត្រដំណើរជីវិតបន្តសិនដូច្នេះហើយសរុបទៅថាទី1មង្គលសូត្រទី2ធម្មចក្រកប្បវត្តនសូត្រនឹងសូត្រមួយណាមុនក៏បានដែរប៉ុន្តែការដែលខ្ញុំអធិប្បាយថាយកមង្គលសូត្រទី1ហ្នឹងគឺឲ្យយល់អំពីដំណើរជីវិតសិននៅពេលដែលខ្លួននឹងមានដំណើរជីវិតយល់ហើយមានសទ្ធាចាប់ដើមស្ដាប់ធម៌ក្នុងការរកផ្លូវត្រាស់ដឹងហ្នឹងមែនអត់អញ្ចឹងគឺ2ចំណុចហើយទី3គឺមហាសម័យសូត្រមហាសម័យសូត្ររាប់ទុកថាជាបរិត្តមួយដែរដែលអមនុស្សទេវតាមាព្រំទាំងឡាយហ្នឹងគឺចូលចិត្តសួរហេតុអីបានចូលចិត្តព្រោះគឺជាប្រសូតមួយដែលបានអធិប្បាយអំពីចរិតផ្សេងៗរបស់ទេវតាអមនុស្សផ្សេងៗហ្នឹងនិយាយឲ្យសួរស្ដាប់ទៅគឺប្រៀបដូចជាការទុះទាយចិត្តរបស់ទេវតាទុះទាយចរិតរបស់ទេវតាដែលព្រះសម្មាសម្ពុទ្ធបានសម្ដែង
ឥឡូវខ្ញុំឧទាហរណ៍តាមធម្មតាណាតាមធម្មតាឧទាហរណ៍ថាមានបុគ្គលណាម្នាក់ថាយើងថាគ្រូទាយចុះបើសិនតែមានគ្រូទាយហ្នឹងគាត់ទាយត្រូវចិត្តយើងគាត់ដឹងវិរៈចិត្តយើងចិត្តបែបម៉េចគ្រូទាយត្រូវសំណួរសួរយើងសប្បាយចិត្តទេអូសប្បាយចិត្តយើងគិតអីក៏គាត់ដឹងយើងគិតអីគាត់ដឹងគិតអីគាត់ដឹងចរិតយើងបែបម៉េចគាត់និយាយមកគឺត្រូវទាំងអស់អញ្ចឹងសំណួរសួរយើងជ្រះថ្លាជាមួយគ្រូទាយហ្នឹងឯងជ្រះថ្លាមែនទេយើងពេញចិត្តហ្នឹងមនុស្សជាច្រើនដែលអស់លុយដោយសារគ្រូទាយត្រូវនៅអ្វីដែលខ្លួនហ្នឹងកំពុងតែជួបកំពុងតែមានវិបត្តិកំពុងតែមានបញ្ហាគេទាយត្រូវដឹងអស់លុយហើយព្រោះអីចង់រកវិធីដោះស្រាយយ៉ាងណាទេវតាក៏ដូចគ្នានៅក្នុងមហាសម័យអសូរនៅពេលដែលព្រះអង្គបានសម្ដែងហើយទេវតាស្ដាប់ទៅគឺសប្បាយចិត្តព្រោះត្រូវរឿងមកខ្លួនឯងត្រូវចិត្តមកខ្លួនឯងហ៎ដូច្នេះហើយមនុស្សនៅពេលណាដែលគេទាយចិត្តត្រូវគេដឹងពីចរិតសប្បាយចិត្តយ៉ាងណាទេវតាក៏ដូចគ្នានៅពេលដែលមានអ្នកណាមួយដឹងអំពីចរិតរបស់ខ្លួនណាទេវតាក៏សប្បាយចិត្តដូចគ្នាដែរអញ្ចឹងមហាសម័យអសូរទី3ទី4នោះគឺយើងចាប់ដើមចូលបរិទ្ធនៅក្នុងការការពារប៉ុន្តែអា3ដំបូងហ្នឹងគឺយើងអធិប្បាយយើងសម្ដែងយើងពោលហ្នឹងគឺដើម្បីអីដើម្បីឲ្យគេយល់អំពីផ្លូវនៅពេលណាដែលគេយល់គេសប្បាយចិត្តនៅពេលណាដែលយើងមានរបស់ហ្នឹងឲ្យគេដឹងឬក៏យើងមានធម៌ហ្នឹងចាក់ឲ្យគេស្ដាប់ទៅគេយល់គេរំភើបដោយសារយើងហ្នឹងបានឲ្យគេដឹងតោះនេះបាទទី4ទើបយើងចូលនៅព្រះបរិត្តការពារដែលជាសច្ចបារមីបណ្ដេញអមនុស្សមួយចំនួនដែលមិនល្អអមនុស្សមួយចំនួនដែលជាអមនុស្សមករារាំងមកធ្វើបាបយើងធ្វើឲ្យយើងរងនៅទុក្ខលំបាកដែលជាប្រភេទពួកភូតណាអញ្ចឹងគឺរតនសូត្របាទរតនសូត្រដែលព្រះអានន្ទបានពោលបញ្ចុះបរិត្តនៅក្នុងទឹកមុនហើយបានប្រោះនៅតាមកំផែងក្រុងវេសាលីណាធ្វើឲ្យភូតឯណាដែលមិនស្ដាប់បង្គាប់ដែលមិនមានសេចក្តីមេត្តាឲ្យចាក់ចេញហើយជួយថែរក្សាការពារនៅបុគ្គលណាដែលបានធ្វើពលីកម្មបានន័យថាដែលបានគោរពដែលបានសែនព្រានក៏ដោយដែលបានបូជាក៏ដោយអញ្ចឹងសូមឲ្យគោរពថែរក្សាការពារគេផងអញ្ចឹងបើសិនជាអមនុស្សណាភូតឯណាមិនធ្វើតាមមិនគោរពមិនថែរក្សាការពារទេដោយសច្ចបារមីហ្នឹងអាចនឹងមានទោសបើសិនជាមិនធ្វើឲ្យគេមានសេរីសុខស្ដីណាហ្នឹងទី4ទី5គឺធម៌ករណីអញ្ចឹងមេត្តាសូត្រហ្នឹងគឺប្រហែលនឹងទី4ដែរជាការផ្សាយមេត្តាចិត្តដើម្បីចូលនៅសម្ព័ន្ធមេត្រីភាពជាមួយនឹងអមនុស្សហើយទី6ចូលទៅដល់ខន្ធបរិត្តឬហៅថាវិរូបខេហ្នឹងអញ្ចឹងខន្ធបរិត្តហ្នឹងគឺគោរពរាប់អានបូជាទៅដល់ស្ដេចពស់ស្ដេចអាសេរពឹសទាំងឡាយដែលជាសត្វសាហាវហ្នឹងកុំឲ្យមកបៀតបៀនមិនថាសត្វហ្នឹងសត្វជើង2ជើង4សត្វលូនដោយពស់ក៏ដោយជើងច្រើនក៏ដោយសូមកុំមានការបៀតបៀនអញ្ចឹងនៅពេលណាដែលយើងរាប់អានស្ដេចហ្នឹងក៏គេប្រាប់ទៅដល់កូនចៅទាំងឡាយថានេះម្នាក់នេះរាប់អានជាមួយព្រះអង្គគេណាអញ្ចឹងសូមកុំបៀតបៀនសូមកុំប៉ះពាល់ហ្នឹងគឺខន្ធបរិត្តទី7មរៈបរិត្តគឺជាការពោលអំពីអនុភាពនៅក្នុងការគោរពនមស្ការចំពោះព្រះអាទិត្យក្នុងការគោរពនមស្ការចំពោះព្រះអាទិត្យនិងគោរពនមស្ការគោរពចំពោះព្រះពុទ្ធព្រះបច្ចេកពុទ្ធនិយាយទៅគឺព្រាហ្មណ៍ទាំងឡាយអ្នកដែលមានវេទព្រាហ្មណ៍ទាំងឡាយណាដែលមានវេទហ្នឹងសូមទទួលការគោរពហើយសូមឲ្យជួយឃុំក្រងផងសូមឲ្យជួយឃុំក្រងការពារគ្រោះភ័យមហន្តរាយផ្សេងដែលកើតចេញអំពីបៀតបៀនដូចជាគ្រោះថ្នាក់កើតចេញអំពីគ្រោះថ្នាក់មិនថាគ្រោះថ្នាក់ហ្នឹងកើតអំពីមនុស្សក៏ដោយអមនុស្សក៏ដោយអំពើអំពាន់ធ្មប់ក្តីគឺរារាំងការពារកុំឲ្យរបស់ទាំងអស់ហ្នឹងមកចូលក្បែរបានគឺជាបរិត្តមួយដែលព្រះពោធិសត្វដែលកាលនៅជាកង្កៅពោលហើយព្រានព្រៃណាបានដាក់អន្ទាក់ហ្នឹងគឺដាក់មិនជាប់ណាហើយទី8នោះគឺវត្តកៈបរិត្តគឺជាបរិត្តមួយការពារនៅអគ្គិភ័យរាប់ទុកថាជាការពារគ្រោះភ័យគ្រោះធម្មជាតិកើតចេញអំពីអគ្គិភ័យក្តីកើតចេញអំពីរឿងភ្លើងឆេះអីចឹងណាអញ្ចឹងតាមធម្មតារឿងអគ្គិភ័យរឿងភ្លើងឆេះរឿងអីហ្នឹងមិនមែនតែមនុស្សខ្លាចនោះទេសូម្បីតែទេវតាក៏ខ្លាចដែរបើសិនជាព្រៃហ្នឹងត្រូវបានភ្លើងឆេះទេវតារុក្ខទេវតាអត់មានកន្លែងនៅទេអញ្ចឹងទេវតាក៏ខ្លាចដែរគេអត់ចង់ឲ្យភ្លើងឆេះនោះទេដូច្នេះបរិត្តមួយហ្នឹងគឺជាការពោលដើម្បីការពារនៅគ្រោះធម្មជាតិការពារទាំងមនុស្សផងការពារទាំងអមនុស្សផងដើម្បីកុំឲ្យប្រភេទគ្រឿងអគ្គិភ័យឬក៏ឆេះផ្ទះឆេះអីហ្នឹងនិយាយទៅកើតចេញអំពីគ្រោះធម្មជាតិមិនថាភ្លើងមិនថាខ្យល់មិនថាទឹកអីផ្សេងដែលកើតចេញអំពីការបៀតបៀនឃើញទេ
យើងចាប់បានដឹងការបៀតបៀនមិនមែនការបៀតបៀនត្រឹមតែរឿងអមនុស្សទេណាសូម្បីតែធម្មជាតិក៏មានការបៀតបៀនដែរហើយទី9គឺធច្ចកសូត្រធច្ចកសូត្រឬក៏ធច្ចកបរិត្តគឺជាការពោលអំពីការដាស់នៅធម្មពលកម្លាំងចិត្តវាប្រៀបដូចជាការជំរុញទឹកចិត្តណាដើម្បីឲ្យមានកម្លាំងនៅក្នុងការទប់ទល់ជាមួយនឹងសត្រូវទប់ទល់ជាមួយនឹងឧបសគ្គផ្សេងៗប្រៀបដូចជាការដែលគេជំរុញកងទ័ពកម្លាំងកងទ័ពដើម្បីដឹកនាំកងទ័ពនឹងឲ្យមានកម្លាំងធម្មពលណាតាមធម្មតារឿងការខ្លាចមនុស្សក៏ខ្លាចទេវតាក៏ខ្លាចអញ្ចឹងនៅពេលណាដែលយើងពោលអំពីប្រសូតឬបរិត្តនឹងហើយធ្វើឲ្យទេវតាមានកម្លាំងមានធម្មពលប្រៀបដូចជាអ្នកដែលឡើងសីវៀនហើយចង់បដាល់បានន័យថាមានកម្លាំងជឿជាក់នៅក្នុងការយកជ័យជំនះតោះនេះបាទអញ្ចឹងនឹងគឺជាបរិត្តមួយដែលធ្វើឲ្យអ្នកដែលបានស្ដាប់ទៅមានកម្លាំងចិត្តទី10ពោលចង្កៈបរិត្តគឺជាបរិត្តពោលអំពីរបួសផ្លូវចិត្តតាមធម្មតាអ្នកដែលមានបញ្ហាផ្លូវចិត្តអញ្ចឹងឧទាហរណ៍មានបញ្ហាផ្លូវចិត្តខ្លះនៅពេលដែលចិត្តនឹងវាឈឺរាងកាយខាងក្រៅវាឈឺដែរពេលខ្លះទៅចិត្តនឹងជារាងកាយខាងក្រៅក៏ជាធ្លាប់ឃើញមានអ្នកខ្លះវិបត្តិផ្លូវចិត្តទៅជាស្គមស្គាំងរីងរៃស្លេកស្លាំងបាក់សម្រស់ដល់ពេលសบายចិត្តទៅអូស្រស់ថ្លាដូច្នេះហើយពេលខ្លះទៅវិបត្តិជំងឺមួយចំនួនកើតចេញអំពីផ្លូវចិត្តក៏មានអញ្ចឹងយ៉ាងណាមនុស្សមានបញ្ហាផ្លូវចិត្តទេវតាក៏មានបញ្ហាផ្លូវចិត្តដូចគ្នានៅពេលណាដែលយើងពោលអំពីបរិត្តនឹងហើយធ្វើឲ្យទេវតាអមនុស្សមួយចំនួនដែលបានស្ដាប់ទៅណាមានកម្លាំងចិត្តមានដែលជួបបញ្ហាផ្លូវចិត្តហ្នឹងជាពីបញ្ហាជំងឺផ្លូវចិត្តហ្នឹងទៅព្រោះជាទូទៅអមនុស្សទេវតាផ្សេងៗហ្នឹងគឺគាត់អត់មានបញ្ហារឿងរោគកើតចេញអំពីរាងកាយទេតែមានតែបញ្ហាផ្លូវចិត្តអញ្ចឹងព្យាបាលថ្នាំផ្លូវចិត្តហ្នឹងគឺសំខាន់បាទកុំថាឡើយទេវតាសូម្បីតែមនុស្សយើងបើសិនជាណាមានបញ្ហាវិបត្តិផ្លូវចិត្តណាពេលខ្លះទៅអាចនឹងទៅសម្លាប់ខ្លួនដោយសារតែបញ្ហាផ្លូវចិត្តនឹងបានហើយទី11អានេះគឺសំខាន់មែនទែនគឺអាដាណាដយៈបរិត្តគឺជាបរិត្តពោលអំពីឈ្មោះទ្វារសម្ងាត់របស់ឋានទេវតានៅចតុមហារាជការអញ្ចឹងអ្នកណាដែលស្គាល់អំពីឈ្មោះសម្ងាត់របស់ឋានទេវតាហ្នឹងសូមឲ្យទេវតាទាំងឡាយស័ក្តិតូចស័ក្តិធំជួយឃុំគ្រងថែរក្សាការពារទេវតាអមនុស្សទាំងឡាយណាដែលបានឮនៅមនុស្សដែលស្គាល់អំពីទ្វារសម្ងាត់របស់ទេវតានឹងហើយសូមកុំធ្វើបាបសូមកុំបៀតបៀនសូមឲ្យទេវតាទាំងឡាយនោះមានការថែរក្សាការពារជួយឃុំគ្រងអញ្ចឹងនៅពេលដែលយើងបានពោលអំពីបរិត្តអដាណាដយៈបរិត្តនឹងហើយធ្វើឲ្យទេវតាទាំងឡាយស័ក្តិធំទាំងឡាយហ្នឹងណាគេមានច្បាប់របស់គេថាបើសិនជាមានទេវតាអមនុស្សណាមកបៀតបៀនបុគ្គលហ្នឹងទេវតាស័ក្តិធំគេនឹងដាក់ទោសឬក៏គេគំរាមមិនឲ្យចូលសមាគមឬក៏ត្រូវបែកក្បាលជា7ភាគបើហ៊ានតែប៉ះពាល់បុគ្គលហ្នឹងអញ្ចឹងគឺបរិត្តហ្នឹងគឺស័ក្តិសិទ្ធិនៅក្នុងការប្រកាសទៅដល់ទេវតាទាំងឡាយបើសិនជាយើងបានគោរពគេពលីកម្មគេបានន័យថាយើងកុំល្មើសដែរណាតែបើសិនយើងស្គាល់ឈ្មោះទ្វារសម្ងាត់ថាយើងល្មើសអាហ្នឹងក៏វាអត់កើតដែរតែយើងគ្រាន់តែគោរពគេទូទៅធម្មតាអញ្ចឹងបើយើងគោរពគេដោយចិត្តស្មោះគេក៏ការពារយើងដោយចិត្តស្មោះដូចគ្នាគេអត់ហ៊ានធ្វើបាបយើងនោះទេបើសិនជាមានអ្នកណាហ៊ានជំទាស់ធ្វើបាបយើងនឹងធ្វើឲ្យទេវតាស័ក្តិធំនឹងដាក់ទោសត្រូវគេបណ្ដេញចេញត្រូវគេចង់និយាយថាបំបែកក្បាលជា7ភាគនិយាយស្ដាប់ទៅវាប្រៀបដូចជាដាវអញ្ញាសឹកមួយការពារអមនុស្សយើងប្រហែលជាធ្លាប់ឮណានៅក្នុងរឿងចិនគេមានអីគេបាទគេមានផ្លាកបញ្ជាដូច្នេះអាដាណាដយៈបរិត្តហ្នឹងវាប្រៀបដូចជាយើងនឹងមានផ្លាកបញ្ជារបស់ទេវតានៅពេលណាដែលយើងចេះពោលអំពីបរិត្តហ្នឹងហើយធ្វើឲ្យទេវតាគេគ្រប់ព្រោះគេដឹងថាយើងមានផ្លាកបញ្ជាប៉ុន្តែយើងពោលយើងចេះមែនក៏មើងងាយគេណាដូចខ្ញុំនិយាយចឹងណាបើសិនជាយើងពោលទៅមើងងាយគេហើយយើងទៅធ្វើបាបគេពេលខ្លះទៅអ្នកហ្នឹងអាចនឹងមិនសុខនិយាយថាសុខចិត្តស្លាប់ខ្លួនណាសុខចិត្តល្មើសផ្លាកបញ្ជាណាធ្លាប់ឃើញទេមានតែថាគឺល្មើសផ្លាកបញ្ជាក៏ប៉ុន្តែបើសិនយើងគោរពយ៉ាងត្រឹមត្រូវយើងគោរពយើងឲ្យតម្លៃគេយើងពោលនៅបរិត្តឲ្យបានត្រឹមត្រូវរមែងមានអ្នកដែលគោរពកោតក្រែងច្រើនវាពិតប្រាកដវាតែងតែមានអ្នកខ្លះហ្នឹងគឺអត់គោរពទេបើសិនជាគេខឹងយើងខ្លាំងណាគេអត់គោរពទេតែបើសិនយើងខឹងល្មមដល់ពេលដែលយើងមានផ្លាកបញ្ជាមិនដែរគេក៏អត់ហ៊ានព្រោះបើសិនជាហ៊ានកម្រើកទេវតាផ្សេងទៀតគេដាក់ទោសអញ្ចឹងគឺអត់ហ៊ាននោះទេអញ្ចឹងអ្នកណាដែលមានផ្លាកបញ្ជាគឺមានសិទ្ធិនៅក្នុងការបញ្ជាឲ្យគេគោរពមែនទេហើយបញ្ជាឲ្យគេចាត់ចែងធ្វើអ្វីបានដូច្នេះសរុប11បរិត្តដែលសំខាន់បំផុតនៅក្នុងការគ្រប់គ្រងការពារសឹងតែគ្រប់វងចរក៏ប៉ុន្តែមានបរិត្ត3ទៀតយើងចង់បន្ថែមក៏បានប្រើក៏បានមិនប្រើក៏បានប៉ុន្តែវានៅក្នុងអត្តន័យតែមួយមានសច្ចៈបារមីនៅក្នុងហ្នឹងឯងទី1នោះគឺសច្ចៈបារមីរបស់ព្រះអង្គលីមាលដែលជួយទៅលើស្ត្រីមានផ្ទៃពោះហើយសម្រាប់កូនស្រួលណាហើយទី2នោះគឺ
ប្រាអនុភាពពុទ្ធគុណធម្មគុណសង្ឃគុណរារាំងគ្រោះភ័យកើតអំពីហេតុមិនល្អដូចជាសុបិនមិនល្អសម្លេងមិនល្អដែលហៅថាភយៈបរិទ្ធហើយយើងប្រហែលជាធ្លាប់ឮលោកសូត្រខ្លះដូចជាច័ន្ទទុនិមិត្តតាំងបមែងកលែងយោណាអញ្ចឹងទៅផ្ទៀងមើលតាមហ្នឹងទៅអាហ្នឹងគឺជាការប្រាអនុភាពរបស់ពុទ្ធគុណហើយទី3មួយទៀតបានថាបន្ថែមណាបន្ថែម3ពីលើហ្នឹងអា11ដំបូងយើងត្រូវធ្វើឯងប៉ុន្តែ3ក្រោយនេះចង់ថែមក៏បានមិនថែមក៏បានដែរទី1បរិទ្ធសច្ចបារមីរបស់ព្រះអង្គលីមាលទី2អនុភាពពុទ្ធគុណធម្មគុណសង្ឃគុណដែលការពារសម្លេងអបមង្គលទាំងឡាយហើយទី3នោះគឺចយៈបរិទ្ធគឺបរិទ្ធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានឈ្នះមាផ្ចាញ់មាអញ្ចឹងផ្ចាញ់ទាំងអស់ដែលហៅថាចយមង្គលណាអញ្ចឹងព្រះសម្មាសម្ពុទ្ធមិនថាផ្ចាញ់នៅមេរាធិរាជដំរីណាឡាគិរីអលវកយៈបកាព្រំនាងចាញ់ចានន្តោបណននិករាជដូច្នេះហើយយើងក៏អាចពោលនៅជ័យមង្គលហ្នឹងហើយអធិដ្ឋានចិត្តសូមឲ្យយើងនឹងមានជ័យជំនះដូចដែលព្រះអង្គបានឈ្នះនៅមាឈ្នះនៅអលវកយៈអីចឹងទៅតោះនេះបាទដូច្នេះសរុបមកវិញថាបរិទ្ធទាំងអស់ហ្នឹងបើសិនជាយើងធ្វើជាប្រចាំសូត្រជាប្រចាំហើយអធិដ្ឋានចិត្តជាប្រចាំណានឹងធ្វើឲ្យឧបសគ្គផ្សេងៗដែលកើតចេញអំពីការបៀតបៀនផ្សេងៗនិងវិនាសខ្ចាត់ខ្ចាយគ្មានសល់វិបត្តិផ្សេងគ្រោះផ្សេងដែលកើតមកនៅក្នុងជីវិតរបស់យើងកើតចេញអំពីការចងពៀការរារាំងការបៀតបៀននោះនឹងវិនាសខ្ចាត់ខ្ចាយទៅដូច្នេះសរុបមកវិញថាបើសិនជាយើងសូត្រនៅបរិត្តទាំងអស់ហ្នឹងប្រហែលជា14បសូត្រហ្នឹង14បរិត្តហ្នឹងបើប្រើពេលវេលាប្រហែលជា5ទៅ6ម៉ោងឬក៏លើសនឹងទៀតទៅតាមអ្នកខ្លះសូត្រលឿនឬយឺតណា